កណាសូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានក៏ដូចជាជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរំលឹកឡើងវិញនៅប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើងដើម្បីឧទ្ទិសដល់មហាសាមគ្គីជាតិខ្មែរដ៏រឹងមាំនិងសារៈសំខាន់ដែលខ្មែរត្រូវរួមគ្នាដើម្បីថែរក្សាការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីទី1សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជានៅក្នុងសារអបអរសាទរខួប47ឆ្នាំនៃទិវាជ័យជំនះ7មករាបានដាស់ស្មារតីកូនខ្មែរថានៅលើមាគ៌ាឆ្ពោះបន្តទៅមុខទៀតសូមជនរួមជាតិគ្រប់រូបបន្តលើកកម្ពស់ស្មារតីស្នេហាជាតិប្រឹងឈរខ្លួនឯងខិតខំខ្លួនឯងនិងពង្រឹងភាពម្ចាស់ការខ្លួនឯងដើម្បីធានាដល់ការការពារនិងកសាងប្រទេសជាតិយើងខ្ញុំមានជំនឿយ៉ាងមុតមមថាផ្អែកលើកម្លាំងមហាសាមគ្គីនិងស្មារតីស្នេហាជាតិដ៏មោះមុតយើងពិតជាបន្តយកឈ្នះរាល់ឧបសគ្គបានបើទោះបីជាឧបសគ្គនោះធំប៉ុណ្ណាក៏ដោយយើងចងចាំប្រវត្តិសាស្ត្រនេះចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងជាតិយើងចងចាំការប្រមាថមាក់ងាយមកលើជាតិមាតុភូមិនិងប្រជាជនយើងទី2សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសារទៅកាន់វីរៈកងទ័ពវីរៈកងនគរបាលជាតិនិងជនរួមជាតិកាលពីថ្ងៃ29ធ្នូ2025ក៏បានអង្រួនស្មារតីកូនខ្មែរថាទុកលំបាកនិងពលិកម្មសាច់ស្រស់ឈាមស្រស់របស់វីរៈជនយើងនៅឯសមរភូមិគឺជាការដាស់តឿនមិនឲ្យយើងបំភ្លេចបានសូម្បីមួយវិនាទីឡើយថាបែកបាក់គឺស្លាប់សាមគ្គីរឹងមាំគឺរស់ដូច្នេះស្របតាមពាក្យចាស់ពោលថាចង្កឹះមួយបាច់គឺកាច់មិនបាក់យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាសដើម្បីឲ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិយើងឲ្យកាន់តែរឹងមាំនិងកាន់តែប្រសើរឡើងប្រកបដោយភាពធន់នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើងសម្ដេចធិបតីបានបង្ហាញក្តីសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋានគ្រប់ទិសទីនឹងបន្តផ្ដល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាលនិងរួបរวมសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយប្រើប្រាស់តម្លៃនៃសន្តិភាពដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជានិងក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បានក្នុងកិច្ចការការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីក៏ដូចជាក្នុងការអភិវឌ្ឍជាតិមាតុភូមិជាទីស្នេហាបំផុតនៃយើងឲ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់និងក្លាយទៅជាប្រជាជាតិមួយប្រកបដោយមោទនភាពនិងកិត្យានុភាពខ្ពស់ត្រដែតឡើងនៅលើឆាកអន្តរជាតិទី3ទន្ទឹមនឹងប្រសាសន៍ដ៏មានអត្ថន័យដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើងដូចបានលើកឡើងខាងលើយើងទាំងអស់គ្នាក៏បានសង្កេតឃើញយ៉ាងច្បាស់ក្រឡែតនឹងភ្នែកគ្រប់គ្នាថាកម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីបុព្វហេតុជាតិមាតុភូមិជាពិសេសដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីពិតជាមានទំហំធំធេងនិងខ្លាំងក្លាគួរជាទីមោទនៈយ៉ាងក្រៃលែងសម្លេងប្រឆាំងសង្គ្រាមនិងទាមទាររកសន្តិភាពរបស់ព្រះសង្ឃមន្ត្រីរាជការយុវជននិងប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបានលាន់ឮឡើងពាសពេញពិភពលោកសម្លេងរបស់ប្រជាជាតិខ្មែរនិងការងារការទូតដ៏សកម្មឃ្លាវខ្លាប្រកបដោយភាពចាស់ទុំនិងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលបានធ្វើឲ្យសហគមន៍អន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់និងកំពុងជំរុញឲ្យមានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិទី4អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរំលឹកជូនជនរួមជាតិមេត្តាជ្រាបដែរថាប្រទេសជាតិយើងនិងប្រជាជនយើងបានហែលឆ្លងកាត់ដំណាក់កាលដ៏លំបាកលំបិនបំផុតឈឺចាប់ខ្លោចផ្សាបំផុតនិងខ្ទេចខ្ទាំបំផុតរួចហើយកាលពីក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលសម័យកាលនៃការបែកបាក់ជាតិនិងជាពិសេសក្នុងរបបបល្ល័ង្កពូជសាសន៍ប៉ុលពត
ថ្នាក់ដឹកនាំរៀមច្បងរបស់យើងក៏បានបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅនេះចោលនិងបើកទំព័រប្រវត្តិសាស្ត្រថ្មីប្រកបដោយក្តីសង្ឃឹមសម្រាប់យើងទាំងអស់គ្នារួចរាល់ហើយដែរដូច្នេះការលំបាករបស់យើងនៅពេលនេះមិនអាចវាយបំបាក់ទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់យើងបានឡើយផ្ទុយទៅវិញវាបានคล้ายជាកម្លាំងចលករដ៏ខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីរបស់យើងឲ្យខាងតែបានតាមមធ្យោបាយសន្តិវិធីដោយមានច្បាប់អន្តរជាតិជាទីពឹងទី5កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបានបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែបន្ទាត់ព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកកម្ពុជាមិនទទួលស្គាល់នឹងការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងនោះឡើយសរុបមកវិញជំហរច្បាស់លាស់និងម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាលស្របជាមួយនឹងជំហររបស់សហគមន៍អន្តរជាតិទាំងស្រុងខណៈដែលភាគីថៃក៏បានឯកភាពដោះស្រាយបញ្ហាព្រំដែនដោយប្រើប្រាស់យន្តការដែលមានស្រាប់និងអនុលោមតាមច្បាប់អន្តរជាតិដូចមានចែងនៅចំណុចទី3នៃសេចក្តីប្រកាសរួមថ្ងៃ27ធ្នូឆ្នាំ2025នេះគឺជាក្តីសង្ឃឹមក្នុងដំណោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពត្រឹមត្រូវយុត្តិធម៌ជាមួយនឹងប្រទេសថៃដោយរក្សាបានទាំងស្រុងនៅដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាដូច្នេះនេះគឺជាកលៈទេសៈដ៏សំខាន់បំផុតមួយដែលខ្មែរត្រូវប្រើកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លារបស់ខ្លួនដោយផ្ដល់ទំនុកចិត្តនិងការគ្រប់គ្រងយ៉ាងមោះមុតដល់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីដែលត្រូវបានការពារយ៉ាងរឹងមាំដោយច្បាប់អន្តរជាតិសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ